อันนี้ពេលព្រឹកដែលយើងត្រូវ OVC មុនគេក្រោយពីដែលវាស៊ីស្លឹករៀកឬក៏ជាតកួនឬក៏ជារបស់ណាដែលយើងគិតថាវាមានជាតិជឿច្រើនវាធ្វើឲ្យចង្រិតចង្រៀកអញ្ចឹងបងប្អូនអាច OVC ជាស្លឹកចេកបើអត់ជាស្លឹកចេកបងប្អូនអាចរោជាស្លឹកកទួតបើអត់ជាស្លឹកកទួតបងប្អូនអាចទៅរោជាប្រភេទស្លឹកល្ហុងអត់តេតួរឿងស្លឹកល្ហុងនេះយើងបែងចែកឲ្យដាច់បន្តិចបងប្អូនស្លឹកល្ហុងខុសពីដើមល្ហុងស៊ីច្រើនបើយើងអត់ឲ្យមានកន្ទក់វាក៏រាកដូចគ្នាដែរក៏ប៉ុន្តែបើជាប្រភេទស្លឹកចេកឬដើមចេកនេះបងប្អូនឲ្យវាស៊ីច្រើនប៉ុណ្ណាក៏វាអត់រាកដែរវាគឺជារបស់ល្អមួយសម្រាប់ចង្រិតណាអានេះបើនិយាយឲ្យចំទៅខ្ញុំឲ្យវាស៊ីស្លឹករាកហ្នឹងមក4ថ្ងៃហើយវាជួ4ថ្ងៃហើយចាប់តាំងពីដែលវាពេញស៊ីមកខ្ញុំឲ្យវាស៊ី4ថ្ងៃព្រោះអីខ្ញុំទៅរោមកវាអស់3អាទិត្យនេះ3អាទិត្យនេះតែថ្ងៃនេះវាអស់ហើយក៏ប៉ុន្តែមុននឹងអស់នេះខ្ញុំក៏បានព្យាយាមដាក់ស្លឹកចេកឲ្យវាស៊ីដើម្បីកាត់បន្ថយការខូចកាពីរបស់វាដែរអញ្ចឹងបងប្អូននេះដែលគាត់ឲ្យស៊ីស្លឹករៀកជាប់បងប្អូនសង្កេតមើលតាមត្រង់ឬក៏ថាចំណីបើសិនណាជាឃើញថាចំណីយើងនេះវាមានដូចថាវាជុះតោរៀងស្អិតខៀវហើយបងប្អូនត្រូវឲ្យវាស៊ីកតុក៏បានចំណីកូនមឿនក៏បានយើងក៏មិនចាំបាច់លីទឹកឲ្យវាស៊ីមកប្រាវសិនឬក៏បងប្អូនឲ្យវាស៊ីស្លឹកចេកតែម្ដងបែងចែកឲ្យដាច់បើបងប្អូនអត់មានស្លឹកចេកឬក៏ដើមចេកទេបងប្អូនអាចឲ្យវាស៊ីជាកតុសុតឬក៏ជាចំណីសុតអាពីរមុខណាចំណីក៏បានកតុក៏បានបើបងប្អូនអត់មានចំណីបងប្អូនឲ្យស៊ីកតុបើអត់មានកតុទេឲ្យស៊ីចំណីអាពីរនឹងត្រឡប់គ្នាមកវិញមិនមែនចាំបាច់លាយបញ្ចូលគ្នាទេណាអត់ចាំបាច់ទេមានតែមួយណាដាក់មួយនឹងដូចជាស្លឹកចេកនេះបងប្អូនឃើញខ្ញុំឲ្យវាស៊ីស្លឹករៀកមកតែពីងាយខ្ញុំឲ្យស៊ីកតុលីឥឡូវកតុលីនឹងក៏វាអស់ពេលព្រឹកឡើងតែនៅពេលនេះម៉ោង8ជាងហ្នឹងបងប្អូនខ្ញុំក្រោកឡើងតាំងពីព្រលឹមដែរគ្រាន់តែភ្លឺស្រាងមកគឺចរិតខ្ញុំជ្រួលមកដល់ពេលចរិតខ្ញុំជ្រួលតែគ្រាន់ថាព្រឹកមិញនេះបានដាក់បាយមួយកូនឆ្នាំងទូចដែរវាមិនទូចប៉ុន្មានបងប្អូនមើលច្រើនត្រង់អញ្ចឹងខ្ញុំដាក់មកប្រាវអស់លីខ្ញុំទៅកាប់ដើមចេកមកមួយដើមធំរួមទាំងស្លឹកមកដែរជាមួយដើមចេកខ្ញុំហ្នឹងបងប្អូនដើមចេកមួយដើមនេះ3កណាត់នេះបងប្អូនមើល3កណាត់បាទខ្ញុំលើកមករួចកាប់ទៅហ្នឹងហ្មងខ្ញុំបានកាប់ដើមចេកមកមួយដើមធំតែខ្ញុំអត់ទាន់ឲ្យស៊ីដើមទេណាអានេះឃើញនេះវាជាធាងរបស់វាទេអានេះឃើញវាគេស៊ីអានេះមិនដើមទេដើមវាខ្ញុំដាក់ឲ្យតាទូចនោះមួយទេពីរត្រង់ខាងនោះអញ្ចឹងប្រភេទស្លឹកធាងនេះខ្ញុំឲ្យពួកនេះស៊ីទាំងអស់បាទវាអត់ទាន់អស់ស្លឹកផងស្លឹកវាច្រើនដោយសារខ្ញុំកាប់ពួកគៀនខ្ញុំឃើញស្លឹកវានេះខ្ញុំនេះបងអានេះអោកាក់ធំហ្នឹងបងអានេះខ្ទមហើយជា5ថ្ងៃទៀតហើយដោះស្លាប់ពួកនេះអោកាក់ធំណាព្រោះអីវ័យចង្រិតដែលខ្ញុំធ្វើតាមក្បួនខ្នាតរបស់ខ្ញុំ5ថ្ងៃគឺសក់ម្សាបាទ4ថ្ងៃឬក៏5ថ្ងៃសក់ម្សាអានេះអត់សូវចេញទេអត់ចេញពីត្រង់ហ្នឹងណាអត់ចេញត្រង់នេះមួយហើយណាត្រង់ខាងនោះព្រោះអាពីរត្រង់នេះងាយជាមួយគ្នាតែបើពួកអានេះពេញស៊ីបងប្អូនអានេះវាអាចនៅស៊ីមួយយប់មួយថ្ងៃទៀតវានឹងបាត់ដួលនោះដែរចេញមកវិញឃើញអាវកាក់ធំច្រើនអានេះអាវកាក់ទូចណាតែបងប្អូននេះអាវកាក់ទូចច្រើនវាមានដែរវាមានន័យថាផ្លោះមកអាវកាក់ធំមកគ្រឿអញ្ចឹងតិចនេះក្នុងការធ្វើយើងព្យាយាមយ៉ាងណាឲ្យសង្កេតមើលលីមួករបស់វាបងប្អូនបើទោះបីតែបងប្អូនឲ្យស៊ីស្លឹកឈើច្រើនប៉ុណ្ណាក៏ដោយតែយើងគួរមានផ្លាស់ប្ដូរវាដើម្បីកុំឲ្យលីមួករបស់វាហ្នឹងវាមានបញ្ហាពីរឿងស្អិតបាទស្អិតតាមគៀនត្រង់បងប្អូនមើលតាមគៀនត្រង់នោះបើហ៊ានថាយើងឲ្យវាស៊ីខ្លាំងរបស់ដែលប៉ះពាល់បំផុតមានដូចជាណែដើមផ្ទីសមៅព្រៃស្លឹករៀកស្លឹកតកួនដែលខ្ចីរោនឹងអត់អស់បងប្អូនតែមានច្រើនយ៉ាងណាតែរបស់ទាំងអស់នេះវាសិតតែមានប្រយោជន៍ទេក៏ប៉ុន្តែយើងងាកចិញ្ចឹមហ្នឹងយើងអត់ដឹងថាអត្ថប្រយោជន៍របស់វាហ្នឹងយើងគួរផ្លាស់ប្ដូរវារបៀបណាដើម្បីឲ្យចង្រិតយើងនឹងល្អអញ្ចឹងបងប្អូនគួរតែរោពួកទាំងអស់ហ្នឹងបើយើងមានយើងកុំឲ្យស៊ីជាប់រហូតយើងឲ្យស៊ីអានោះហើយយើងផ្លាស់ប្ដូរតជាផ្សេងវិញតែផ្លាស់ប្ដូរផ្សេងហ្នឹងសូមបញ្ជាក់ថាឲ្យយើងយល់ដឹងថាតកួនជាតកូលដែលអានេះស្លឹកចៃណាតកួនដើមសមៅព្រៃហើយក៏ដូចជាផ្ទីជាប្រភេទរបស់ដែលវាស៊ីហើយវាធ្វើឲ្យលីមួកវាទន់ស្អិតលឿនអានេះអាចខូចចង្រិតដូច្នេះបងប្អូនគួរតែផ្លាស់ប្ដូរវាទៅជាស្លឹកចេកឬក៏ដើមចេកឬក៏យើងអត់ឲ្យវាស៊ីមកពេលយើងឲ្យស៊ីកតុសុត
ដូច្នេះចង្រិតយើងវាអត់ខូចទេតែបើបងប្អូននៅតែឲ្យស៊ីហើយស៊ីទៀតស៊ីហើយស៊ីទៀតបងប្អូនឃើញពេញស៊ីហ៎ខ្ញុំលើកទៅអត់ថាមិនឲ្យស៊ីយ៉ាងណាបើដាក់មកឃើញដាក់អស់ដូច្នេះចិត្តគ្រប់គ្នាឲ្យតែឃើញវាស៊ីរបស់ទាំងអស់ហ្នឹងវាមិនអស់លុយយើងណាដូច្នេះយើងចេះតែដាក់ហើយដាក់ទៀតអញ្ចឹងហានិភ័យគឺជួបបងប្អូនចង្រិតបងប្អូននឹងខូចហើយអាហ្នឹងវាមិនមែនខូចដោយសារធាតុអាកាសក្តៅទេណាគឺខូចដោយសារយើងនិយាយថាកាពះគ្រឿងក្នុងរបស់វាហ្នឹងវាអត់អំណោយផលបើនិយាយទៅបើមនុស្សយើងរត់ចូលបន្ទប់ទឹកមួយថ្ងៃរត់ចូលតែ5 6ដងអត់មានកម្លាំងកាហែងក្នុងខ្លួនទេសត្វទាំងអស់ហ្នឹងបើទោះបីតែវាស៊ីខ្លាំងយ៉ាងណាស៊ីរបស់អញ្ចឹងក៏វាអត់មានកម្លាំងកាហែងដែរអានេះគឺដូចគ្នាតិចនេះក្នុងការធ្វើរបស់ខ្ញុំច្រើនឆ្នាំមកនេះគឺខ្ញុំយកវិធីបែបហ្នឹងមកប្រើបាទអញ្ចឹងបទពិសោធន៍របស់ខ្ញុំមួយនេះបានជាខ្ញុំមិនចូលប្រភេទស្លឹកឈើបងប្អូនទោះបីអ្នកណាថាបុរាណក៏ដោយសម័យក៏ដោយខ្ញុំអត់ខ្វល់ទេគឺខ្ញុំត្រូវតែធ្វើរបៀបនេះព្រោះអីវាជាប្រាក់កម្រៃយើងនៅណាហ្នឹងបាទវាស៊ីអានេះចូលទៅដល់60 70%ទៅចាំយើងដាក់កន្ទុកឲ្យវាស៊ីទៅដល់ប្រភេទស្លឹកចេកនេះណាបងប្អូនឲ្យវាស៊ីមកយប់មួយថ្ងៃក៏បានដែរមានដើមចេកនិងស្លឹកចេកអត់ប៉ះពាល់ទេតែវាគ្រាន់ថាយើងឲ្យស៊ីរបៀបនេះចង្រិតវាអត់សងំទេវានៅតែទេសនៅតែស៊ីស្តៀងនឹងកដោបបងប្អូននឹងចាំកដោបដឹងណាកដោបសឹងថានឹងស៊ី24ម៉ោងឲ្យតែមានដាក់ឲ្យវាស៊ីគឺវាស៊ីរសឹបតែចង្រិតយើងនេះគឺអត់ទេបើថាវាស៊ីឆ្អែតគឺវាស្ងាត់មកប្រៅហើយជា2ម៉ោងឬ3ម៉ោងឬក៏4ម៉ោងបានវាត្រឡប់ចេញមកស៊ីទៀតតែបងប្អូនត្រូវសង្កេតមើលចាអាមួយវាស៊ីរហូតអាមួយវាសចេញអោកាក់ដូចឆ្នេះនេះដូចពណ៌នេះអានេះវាបាត់ណាវាអោកាក់ចង់ស្រស់ហើយអានេះខ្ទង់ប្រហែលជា2ថ្ងៃអីទៀតឬក៏3ថ្ងៃទៀតអោកាក់ស្រស់ឬក៏4ថ្ងៃ5ថ្ងៃទៀតវាមានដុះស្លាប់មួយយើងឃើញនេះពណ៌នេះបើយើងមើលដល់ពេលនេះគឺចរិតខុសគ្នាដាច់ហ្នឹងបងប្អូនមើលណាមើលអានេះខណៈត្រង់នេះតែជាស្ដែងគឺចរិតក្រាស់ប្រហែលគ្នាទេព្រោះអីថ្ងៃវាខុសគ្នា2ថ្ងៃអញ្ចឹងអានេះពួកប្រភេទនេះប្រហែលជា2ថ្ងៃទៀតក៏វាបាត់ដូចអានេះដូចគ្នាដែរវាតាមមតនៈព្រោះអីការធ្វើរបស់ខ្ញុំនេះខ្ញុំធ្វើបង្វិលបងប្អូនខ្ញុំធ្វើបង្វិលដើម្បីឲ្យបានចាប់អានេះហើយយើងចាប់បដិញយើងយកលុយអាមួយទៅឲ្យអាមួយស៊ីយើងបានចង្រិតលក់បង្វិលឲ្យមួយប្រចាំថ្ងៃនេះគឺវិធីដែលខ្ញុំយកមកធ្វើអញ្ចឹងសម្រាប់បងប្អូនអ្នកដែលគាត់ខ្វះខាតគាត់អាចឆាតសួរពេលខ្លះទៅបើបងប្អូនខមមិនសួរនៅក្នុងហ្នឹងសំណួរខ្លះខ្ញុំមិនអាចឆ្លើយនៅក្នុងនោះបានវាមានបើខ្ញុំបកស្រាយអស់ទៅថាខ្ញុំមិនអាចឆ្លើយបានសង្ឃឹមថាបងប្អូនអធិស្ឋានពេលខ្លះដែលសំណួរខ្លះដែលខ្ញុំមិនអាចឆ្លើយអញ្ចឹងបងប្អូនឆ្ងល់បងប្អូនឆាតសួរភ្លាមខ្ញុំនឹងឆ្លើយតបតាមរយៈឆាតវិញហ្នឹងបងប្អូននឹងអរគុណច្រើនបងប្អូនអានេះខ្ញុំសូមបញ្ជាក់បងប្អូនតែបន្តិចខ្ញុំអោយវាស៊ីមកប្រាវខ្ទង់ប្រហែលជា4ឬក៏5ម៉ោងឲ្យវាស៊ីដល់ចង់អស់ដើមចេកហ្នឹងបានខ្ញុំដាក់កន្ទុកឲ្យស៊ីបើមិនចឹងទេវាខាតប្រយោជន៍របស់យើងអរគុណបងប្អូន